នេះគឺជាទេសភាពនៅតំបន់លលាក់កងជើងដែលសន្ធិដ្ឋនៅក្នុងស្រុកអរ៉ាល់ខេត្តកំពង់ស្ពឺហើយកន្លែងខ្ញុំចូលថតនេះដែរក៏នៅជាប់ផ្លូវទៅភូមិតាមបំពង់និងភ្នំខ្នងផ្សារហើយមុនពេលឡើងទៅដល់កន្លែងថតគឺយើងត្រូវរុកលបងទូចមួយដើម្បីចូលទៅក្នុងហើយនៅក្នុងកន្លែងហ្នឹងដែរមិនដឹងថាជាកន្លែងអ្វីដែរទេដឹងត្រឹមថាឥឡូវហ្នឹងគេទុកចោលទេដឹងត្រឹមថាកន្លែងហ្នឹងមានកញ្ចុះហើយនិងសម្រាមហើយបរិយាកាសថ្ងៃហ្នឹងដែរគឺមេឃសតុំល្អខ្លាំងមែនទែនហើយសតុំនេះដែរមិនមែនសតុំលំទេគឺសតុំលលឹមមកប្រយដែរហ្នឹងហើយឥឡូវនេះខ្ញុំកំពុងដើរចូលក្នុងហើយចង់ដឹងថាវាជាកន្លែងអីចឹងណាពេលដើរចូលដល់ក្នុងឃើញថានៅខាងក្រោយឃើញមានបន្ទប់ទឹក2 3ដែរប្រហែលជាគេទុកចោលរៀងយូរដែរហើយមើលទៅឃើញថាមានវល្លិមានអីដុះក៏ដូចជាបែកបាក់ប៉ុន្តែមើលទៅចដានេះប្រហែលជាអាចឡើងទៅលើបានដែរមើលទៅខាងមុខនោះមានទូងសម្រាប់យោលេងយោលអីដែរចដាសម្រាប់ឡើងទៅលើគឺមាន2សងខាងមានខាងលិចហើយនិងខាងកើតតែសម្រាប់ខ្ញុំក៏នៅតែមិនយល់ថាកន្លែងហ្នឹងជាកន្លែងអីមិនដឹងថាជាកន្លែងហាងបាយឬកន្លែងអីឲ្យប្រកបតែមិនបាច់ឆ្ងល់ច្រើនទេឡើងមកដល់លើសិនមកមើលទៅដូចជារឿងបែកបាក់បន្តិចមែនតែអានៀបក្តារខាងក្រោមនេះមើលទៅដូចនៅមមនៅឡើយមានគេធ្វើកញ្ចុះធ្វើអីនៅលើមានកូនកញ្ចុះនៅខាងក្រោមតែដូចជាដាច់ដបូលលហែកអស់ហើយនៅសល់តែគ្រោងឈើទេមានអីមកដល់ខាងលើនេះតំណងតែត្រូវជាមួយនឹងមេឃសតុំអញ្ចឹងទៀតឡើងតិចមកហើយនៅលើនេះមិនបាច់ភ័យរឿងបាក់ព្រោះឯនៅមមដែរបិទតែឃើញកសមកដើមពីក្រោមមកអញ្ចឹងហើយនិយាយពីទេសភាពវិញអូយញាក់សាច់មកទេសភាពភ្នំនៅខាងមុខហ្នឹងគឺជាទេសភាពភ្នំជួរភ្នំកវាញហ្នឹងហើយនៅជួរភ្នំហ្នឹងដែរគឺជាប់ព្រំប្រទល់ខេត្តចំនួន3មានដូចជាខេត្តកំពង់ស្ពឺខេត្តកោះកុងនិងខេត្តពោធិ៍សាត់ហើយភ្នំដែលមានពពកចុះបាំងហ្នឹងអាហ្នឹងហើយគឺជាភ្នំខ្នងផ្សារហើយមើលមកខាងនេះវិញគឺថាមានអូមានចំការជ័យខាងក្រោយមានភ្នំអូទេសភាពគឺថាស្រស់ស្រាយមែនតើនៅលើនេះពេលដែលសម្លឹងមើលជុំវិញហ្នឹងឃើញថាសុទ្ធតែភ្នំព័ទ្ធជុំវិញហ្នឹងតែម្ដងមើលទៅអស្ចារ្យមែនតើឃើញភ្នំព័ទ្ធជុំវិញហើយមានវាលនៅកណ្ដាលឡើងល្វឹងល្វើយអញ្ចឹងណាស្រួលយើងមើលទេសភាពហើយនេះក៏ជាបរិយាកាសក៏ដូចជាទេសភាពដែលខ្ញុំចូលចិត្តជាងគេហ្នឹងហើយចូលចិត្តឈរកន្លែងដែលខ្ពស់ហើយសម្លឹងមើលទេសភាពជុំវិញមានភ្នំមានអីអញ្ចឹងណាបើនិយាយទៅស្រស់ស្រាយហ្មងហើយមើលទៅពីក្រោយខ្ញុំនោះឃើញថាពពកចុះបាំងភ្នំអស់ពាក់កណ្ដាលហើយនិយាយទៅវាចុះដល់ក្រោមហ្មងពពកហើយចំណែកឯមេឃនៅខាងលើនេះវិញក៏សតុំតិចល្អទៀតសម័យថាបើបានផ្ទះមកកន្លែងនៅតំបន់នឹងវិញមិនដឹងថាក្តីសុខយ៉ាងណាទេក្តីសុខធម្មជាតិនិងទេសភាពនឹងតែម្ដងនិយាយទៅបើអ្នកនៅស្រុកភូមិនឹងត្មងគឺគេធម្មតាទៅហើយសម្រាប់ទេសភាពមួយនេះតែសម្រាប់យើងទៅបានមកដំបងអញ្ចឹងឃើញថាអូយរំភើបមែនតើហើយបងប្អូនមើលទៅទេសភាពនៅជួរភ្នំកវាញពេលដែលមេឃស្លាប់ពពកទៅឡើងទៅលើអស់ឃើញថាឃើញទេសភាពភ្នំស្អាតមែនតើហើយអាភ្នំក៏ពោចឡើងទៅលើរៀងលលីងហ្នឹងអាហ្នឹងហើយជាភ្នំខ្នងសំពៅខ្នងផ្សារដែលបងប្អូនយើងចំណាំឡើងទៅលេងហើយឃើញបងប្អូនយើងគឺថាឡើងទៅលេងច្រើនមែនតើដោយសារតែឥឡូវហ្នឹងម៉ូតូក៏អាចជិះឡើងទៅលើបានដែរគ្រាន់តែរៀងពិបាកបន្តិចដោយសារតែផ្លូវគេនៅកំពុងធ្វើនៅឡើយ